យកលទ្ធិប្រជាធិបតេយ្យដោះលែងអ្នកតំណាងរាស្ត្រខ្មែរដោះលែងអ្នកតំណាងរាស្ត្រខ្មែរដោះលែងអ្នកតំណាងរាស្ត្រខ្មែរហើយថ្ងៃនេះប្រជាពលរដ្ឋទោះបីជាគាត់មេក្តៅមិនក្តៅក៏អត់ក្តៅជាងក្តៅចិត្តដែលគេចាប់អ្នកតំណាងរាស្ត្រស្លាប់ច្បាប់របស់ខ្មែរហើយមើលនេះបងប្អូនក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរក្នុងនាមខ្ញុំជាយុវជនរបស់យើងសូមសំណូមពរជាដាច់ខាតដល់លេងទៀតទេណាយើងត្រូវទៅទៀតដល់លេងទៀតខាតមិនមានលក្ខខណ្ឌអ្វីឡើយតំណាងរាស្ត្ររបស់យើងឯកសារ